ជំរាបសួរបងប្អូនថ្ងៃនេះខ្ញុំមកណែនាំម៉ាស៊ីនឆ្ពង់តាមច្រមុះនិងមាត់ model Uvel តែម៉ាស៊ីនរបស់យើងនេះដែរគឺងាយស្រួលសម្រាប់បងប្អូនដែលមានកូនតូចៗដែលមានជំងឺផ្ដាសាយឬក៏តាំងច្រមុះបងប្អូនអាចឆ្ពង់ឲ្យគាត់បានដែលម៉ាស៊ីនរបស់ម៉ាស៊ីននេះគឺមានដូចជាតួម៉ាស៊ីនចំនួន1ដែលមានរូបរាងស្រស់ស្អាតហើយមានកាបូបសម្រាប់ទុកដាក់ម៉ាស៊ីនចំនួន1ផងដែរហើយម៉ាសសម្រាប់ឆ្ពង់គឺមានចំនួន3ដែលម៉ាស2នេះគឺជាម៉ាសសម្រាប់ឆ្ពង់តាមច្រមុះម៉ាសធំសម្រាប់មនុស្សធំនិងម៉ាសទូចសម្រាប់កូនក្មេងហើយមានម៉ាសសម្រាប់ឆ្ពង់តាមមាត់ហើយនេះគឺជាឧបករណ៍សម្រាប់ដាក់ស្រោមប្រៃឬក៏ថ្នាំពេទ្យដែលគ្រូពេទ្យណែនាំហើយមានបំពង់សម្រាប់ភ្ជាប់ទៅនឹងឧបករណ៍សម្រាប់ដាក់ស្រោមប្រៃរបស់យើងនិងមួយធាងទៀតភ្ជាប់ទៅនឹងតួម៉ាស៊ីនរបស់យើងហើយម៉ាស៊ីនរបស់យើងនេះគឺប្រើប្រាស់ដោយសាកថ្មប្រើបដាសាកបដាហើយមាន filter សម្រាប់ផ្លាស់ប្ដូរនៅពេលដែលវាឡើងពណ៌កម្ៅគឺបងប្អូនអាចផ្លាស់ប្ដូរបានតែ filter គឺនៅខាងក្រោមនេះនៅពេលដែលវាប្ដូរពណ៌គឺផ្លាស់ប្ដូរវាបានហើយក៏មានសៀវភៅណែនាំបន្ថែមពីរបៀបប្រើប្រាស់ម៉ាស៊ីននេះនិងបានធានាជូនបងប្អូនមួយសន្លឹកផងដែរហើយចំពោះកន្លែងនេះគឺជាកន្លែងសម្រាប់ភ្ជាប់ជាមួយនឹងតាយ៉ូទៅនឹងប្រដាប់ដាក់ស្រោមប្រៃរបស់យើងហើយនេះគឺជាប៊ូតុងសម្រាប់បិទនិងបើកហើយនេះគឺជាកន្លែងសម្រាប់ដោតថ្មដោតបដាប្រើបដាឥឡូវខ្ញុំមកប្រាប់ពីរបៀបប្រើប្រាស់ដំបូងបងប្អូនធ្វើការយកខ្សែសាររបស់យើងដោតជាមួយនឹងដុំភ្លើងហើយមកហើយដោតជាមួយនឹងម៉ាស៊ីនរបស់យើងបន្ទាប់មកបងប្អូនយកតាយ៉ូជាប់ទៅនឹងប្រដាប់ដាក់ស្រោមប្រៃឬក៏ថ្នាំពេទ្យដែលគ្រូពេទ្យណែនាំនេះហើយមួយធាងទៀតភ្ជាប់ទៅនឹងតួម៉ាស៊ីនហើយធ្វើការដាក់ស្រោមប្រៃឬក៏ថ្នាំពេទ្យដែលគ្រូពេទ្យណែនាំដែលឧបករណ៍នេះគឺមានក្រិតងាយស្រួលសម្រាប់បងប្អូនដាក់ស្រោមប្រៃដាក់មកមកហើយធ្វើការមូលកម្របវិញហើយខ្ញុំសូមជ្រើសរើសយកម៉ាសឆ្ពង់តាមច្រមុះសម្រាប់កូនក្មេងហើយធ្វើការបើកដំណើរការម៉ាស៊ីនហើយបន្ទាប់ពីបងប្អូនប្រើប្រាស់រួចបងប្អូនធ្វើការបិទម៉ាស៊ីនរបស់យើងហើយអាចដោះយកទៅលាងសម្អាតបានចាអរគុណ